កុំទម្លាប់ប្រើពាក្យសម្ដីអសរោះដាក់កូនដោយសារអីនៅពេលដែលយើងទម្លាប់ប្រើពាក្យសម្ដីអសរោះដាក់កូនណាធ្វើឲ្យកូនមានអារម្មណ៍មួយថាអត់កក់ក្ដៅអត់មានសុវត្ថិភាពដូច្នេះហើយនៅពេលដែលផ្ទះនិងក្រុមគ្រួសារហ្នឹងអត់មានសុវត្ថិភាពអត់មានភាពកក់ក្ដៅគាត់តែងតែស្វែងរកកន្លែងណាផ្សេងហើយអញ្ចឹងយើងត្រូវតែធ្វើខ្លួនឯងហ្នឹងឲ្យคล้ายទៅជាមនុស្សដែលគួរឲ្យស្រឡាញ់ត្រូវតែធ្វើខ្លួនឯងហ្នឹងឲ្យคล้ายទៅជាឪពុកម្ដាយដែលផ្ដល់ក្តីស្រឡាញ់ឲ្យកូនហើយនៅពេលដែលកូននៅក្បែរមានសំណាងដោយសារតែខ្ញុំបានបទពិសោធន៍ទាំងអស់ហ្នឹងពីឪពុករបស់ខ្ញុំពេលដែលខ្ញុំនៅក្បែរគាត់ខ្ញុំមានអារម្មណ៍មួយថាខ្ញុំមានមោទនភាពខ្ញុំមានសំណាងណាដោយសារតែខ្ញុំបាននៅក្បែរគាត់ដោយសារតែមនុស្សគាត់គឺជាមនុស្សម្នាក់ដែលទន់ភ្លន់ដែលពោពេញទៅដោយក្តីស្រឡាញ់ដែលពោពេញទៅដោយក្តីមេត្តាករុណានៅក្នុងខ្លួនអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាក្មេងៗគាត់បីដូចជាកណាត់សអញ្ចឹងកាលណាដែលយើងផ្ដល់ក្តីស្រឡាញ់ឲ្យគាត់គ្រប់គ្រាន់កាលណាដែលយើងផ្ដល់នៅទង្វើវិជ្ជមានកាលណាដែលយើងផ្ដល់នៅក្តីស្រឡាញ់មួយដែលបរិសុទ្ធគាត់ក៏តបស្នងមកយើងបែបហ្នឹងដែរខ្ញុំឃើញក្មេងៗមួយចំនួនណាគាត់ទើបតែរៀនថ្នាក់ទី4ទី5ហើយប៉ុន្តែគាត់ហាក់បីដូចជាដូចថាចូលចិត្តស្វែងរកក្តីស្រឡាញ់នៅក្រៅផ្ទះដូចជាគាត់មកទៅជាមួយមិត្តភ័ក្តិនៅផ្ទះអ្នកដទៃនៅផ្ទះក្មេងដទៃអញ្ចឹងណាហើយពេលខ្លះឪពុកម្ដាយបាត់កូនមួយថ្ងៃវល់ល្ងាចក៏អត់មានតាមរកតាមសួរដែរអាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យក្មេងគឺគាត់នៅពេលមួយថ្ងៃជាមួយថ្ងៃអញ្ចឹងគាត់ចេះតែមានអារម្មណ៍មួយថាទៅកន្លែងហ្នឹងសប្បាយជាងផ្ទះគាត់នៅកន្លែងហ្នឹងក៏ក្តៅជាងផ្ទះគាត់អញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍មួយថាគាត់អត់ចង់នៅផ្ទះទេហើយផ្ទះហ្នឹងអត់មានអ្វីគួរឲ្យចង់នៅទេទី1នៅពេលដែលនៅក្បែរឪពុកម្ដាយមានតែការស្ដីបន្ទោសមានតែការកំហកក៏សម្លុតគំរាមកំហែងសពបែបយ៉ាងអញ្ចឹងធ្វើគាត់មានអារម្មណ៍មួយថានៅផ្ទះអ្នកដទៃសប្បាយជាងនៅផ្ទះអ្នកដទៃមានអារម្មណ៍មួយថាសុវត្ថិភាពជាងកក់ក្ដៅជាងហើយសប្បាយចិត្តអញ្ចឹងគាត់តែងតែចង់ទៅផ្ទះអ្នកដទៃច្រើនជាងផ្ទះខ្លួនឯងអញ្ចឹងខ្ញុំសូមផ្ដាំទៅឪពុកម្ដាយថាតន់កូននៅក្មេងតន់កូននៅអាចយើងអប់រំបានយើងមើលការខុសត្រូវបានយើងគួរតែផ្ដល់ឱកាសផ្ដល់ពេលវេលាផ្ដល់តម្លៃឲ្យគាត់យើងកុំគិតថាគាត់នៅក្មេងគាត់មិនត្រូវការក្តីស្រឡាញ់ហើយគាត់នៅក្មេងគាត់មិនត្រូវការអីច្រើនពេកលើសអំពីការហូបចុកឬក៏ការចាយវាយមួយចំនួនអញ្ចឹងតាមពិតមិនមែនទេក្រៅពីការផ្ដល់ការហូបចុកផ្ដល់អ្វីផ្សេងទៀតរួមទាំងដំណើរកម្សាន្តរួមទាំងក្តីស្រឡាញ់នៅក្នុងផ្ទះហ្នឹងវាមានអ្វីៗជាច្រើនដែលយើងត្រូវផ្ដល់ឲ្យគាត់យើងសួរខ្លួនឯងថានៅពេលដែលយើងបង្កើតគាត់មកតើយើងមានកាតព្វកិច្ចយើងមានការទទួលខុសត្រូវអីចំពោះគាត់បើសិនជាយើងមិនអាចធ្វើទាំងអស់នឹងបានទេតើយើងបង្កើតគាត់មកធ្វើអីកុំឲ្យពាក្យមួយគេនិយាយថាកូនគឺជាបន្ទុកកូនមិនមែនជាបន្ទុកទេកូនគឺជាការបន្ថែមនៃរសជាតិជីវិតកូនគឺជាបន្ថែមនៃសេចក្តីសុខមួយក្នុងជីវិតរបស់យើងកូនមិនមែនជាបន្ទុកទេយើងកុំយល់ខុសកូនគឺជាការនាំសំណាងមួយមកឲ្យយើងដោយសារតែមានគាត់មកបំពេញភាពខ្វះខាតនៅក្នុងជីវិតគ្រួសារនៅក្នុងជីវិតរបស់យើងរស់នៅប្រចាំថ្ងៃពេលខ្លះនៅពេលដែលយើងមិនសប្បាយចិត្តនៅពេលដែលយើងបាក់ទឹកចិត្តឬក៏យើងជួបបញ្ហាអីផ្សេងកន្លែងការងារកន្លែងរស់ស៊ីកន្លែងផ្សេងហ្នឹងណាពេលដែលយើងឃើញមុខកូនគឺយើងមានអារម្មណ៍ថាសប្បាយចិត្តដែរពេលដែលយើងបាននិយាយជាមួយគាត់បានប្រឡែងជាមួយគាត់គឺយើងមានអារម្មណ៍ថាយើងមានក្តីសុខដែរអញ្ចឹងអាទាំងអស់ហ្នឹងហើយកូនណាមិនមែនជាបន្ទុកទេកូនគឺជាចំណែកមួយដ៏ធំណាស់នៅក្នុងគ្រួសារដែលធ្វើឲ្យគ្រួសារមួយមានភាពពេញលេញដែលធ្វើឲ្យគ្រួសារមួយមានសុភមង្គលដែលធ្វើឲ្យគ្រួសារមួយហ្នឹងមានភាពរីករាយគ្រប់ពេលវេលាដូច្នេះហើយកុំធ្វើឲ្យផ្ទះហ្នឹងคล้ายទៅជាកន្លែងមួយដែលកូនមិនចង់នៅคล้ายទៅជាកន្លែងមួយដែលគាត់មានអារម្មណ៍មួយថាគាត់មានសម្ពាធคล้ายទៅជាកន្លែងមួយដែលគាត់ចូលមកឲ្យគាត់ធុញទ្រាន់អញ្ចឹងតើកាលណាគាត់ធុញទ្រាន់គាត់មានសម្ពាធគាត់ទៅកន្លែងផ្សេងហើយដូចខ្ញុំតែងតែនិយាយដដែលថាកាលណាដែលកូនគាត់ខ្វះក្តីស្រឡាញ់នៅក្នុងផ្ទះគាត់ច្បាស់ជាស្វែងរកក្តីស្រឡាញ់នៅក្រៅផ្ទះហើយពេលនោះតាំងយើងបន្ទោសគាត់ពេលនោះតាំងយើងស្ដាយក្រោយវាហួសពេលហើយចាខ្ញុំមានតែប៉ុណ្្នឹងទេ